สาธุตินយើងមកដល់មេរៀនថ្មីក៏ប៉ុន្តែយើងសារដើមបន្តិចគណៈទៅមេរៀនទី1និយាយអំពីឈ្មោះតំណាងឲ្យថ្ងៃ7ឬមួយលេខ7គណៈដោយសារតែមានបងប្អូនគាត់សិក្សាក្រោយហើយពិបាកក្នុងការចូលទៅទស្សនានៅវីដេអូក្នុង channel ខ្ញុំក៏សូមរំលឹកមេរៀនបន្តិចចំពោះអ្នកដែលបានរំលងហើយក៏មិនបាច់ស្ដាប់ក៏បានដែរតែសម្រាប់អ្នកថ្មីអានឹងសូមជម្រាបហើយក៏សូមគោរពនមស្ការក្រាបគុណចាស់គ្រប់អង្គគ្រប់ទីបារាមមិនថាទៅនៅខាងក្នុងស្រុកនិងក្រៅស្រុកគ្រប់បណ្ដាប្រទេសទាំងអស់និងបងប្អូនខ្មែរដែលស្ដាប់គ្នាបាននិយាយបាននិងសូមជម្រាបគណៈក៏សូមជម្រាបសួរទៅកាន់បងប្អូនសកលហើយក៏សូមគ្រប់ថ្លែងអំណរគុណសូមអរគុណជូនបុណ្យជូនកុសលអស់លោកដែលមានសទ្ធាក្នុងការឧបត្ថម្ភនៃខ្ញុំគណៈជាពិសេសក៏សូមថ្លែងអំណរគុណសូមអរគុណដល់បងប្អូនក្នុងស្រុកនិងក្រៅស្រុកទាំងអស់ដែលបានឧបត្ថម្ភជាហោហែចំពោះខ្ញុំគណៈក្នុងការធ្វើទាននឹងខ្ញុំសម្រាប់តែកាហ្វេទេណាអរគុណច្រើនណាស់ទេគណៈហើយយើងមកមើលអំពីអត្តរបស់យើងមិនជារឿងវែងឆ្ងាយទេនៅក្នុងអត្តរបស់យើងមាន7លេខហើយក្នុងនោះផងដែរខ្ញុំសូមសរសេរជាលេខខ្មែរផងនិងជាលេខដែលសម្រាប់យើងសរសេរជាលេខអត្តគុណគូផងគណៈចឹងទេអ្វីពិតប្រាកដហើយទេជារឿងពិតប្រាកដដែលហៅថាលេខនីមួយៗគឺយើងបានសិក្សាលេខនីមួយៗគឺយើងបានសិក្សាកន្លងមកគឺមានជាលេខតផងជាលេខខ្មែរផងនិងជាលេខឡាតាំងផងនិងសម្រាប់បងប្អូនលោកនៅខាងស្រាវស្រុកជាពិសេសនៅខាងអាមេរិកជាដើមនិងបងប្អូនខ្មែរយើងដែលលោកសិក្សាទៅណាទៀតគណៈហើយក្នុងនីមួយក្នុងលេខនីមួយនេះយើងបញ្ជាក់មានឈ្មោះរបស់គេណាទៀតណាមានសូរិយៈឬសរិយៈចន្ទថៅភូមិពុទ្ធគរុសុករៈសាវរីតែឈ្មោះទាំង7នេះគឺជាឈ្មោះតំណាងឲ្យថ្ងៃដូចថាអឡបងប្អូនកើតនៅក្នុងថ្ងៃពហុយើងសរសេរក្នុងអត្តហ្នឹងគឺជាសេជាថ្ងៃពហុមកគេហៅថាគរុគ្រូយើងស្មានលេខគ្រូអញ្ចឹងដែលតាមយើងនិយាយថាកើតថ្ងៃពហុថ្ងៃគ្រូគេកើតឆ្នាំរោងឆ្នាំគ្រូឆ្នាំកុលឆ្នាំគ្រូអញ្ចឹងខែចែកខែគ្រូអញ្ចឹងខែគ្រូហ្នឹងគេអញ្ចឹងអធិស្ឋានផងទៀតណាព្រោះអត់ងុយច្រើនគណៈនឹងសូមជម្រាបអញ្ចឹងហើយសម្រាប់បងប្អូនដែលលោកសិក្សាជើងក្រោយគួរតែស្ដាប់ឲ្យបានច្រើនគឺឲ្យយល់អំពីលេខបើន័យថាយើងមិនមែនរៀនមួយថ្ងៃឲ្យចេះទេណាគឺយើងរៀនលេខរៀនចំណាំលេខលេខ1លេខ2រហូតដល់លេខ7ហើយលេខជាលេខអត្តសុរិយៈឬមួយសូរិយៈចន្ទថៅភូមិពុទ្ធគរុសុករៈសាវរីអញ្ចឹងណាយើងបានជា7លេខហើយយើងទន្ទិញពេលពាក្យនឹងឲ្យចាំសរសេរលេខនឹងឲ្យចាំហើយយើងមិនសរសេរឆ្លាស់គ្នាសរសេរភូមិសរសេរសុករៈសរសេរចន្ទថៅសរសេរសាវរីសរសេរសូរិយៈសរសេរពុទ្ធយើងត្រឡប់ទៅមកទៅមិនឲ្យគ្រូបាលយើងចាំនៅក្នុងលេខអត្តហ្នឹងចាំតែពេលយើងចាំហើយនឹងយើងតទៀតចាប់ផ្ដើមទៅរៀបអត្តហើយយល់អំពីអត្តហើយកាលណាកើតថ្ងៃអង្គារមុនក៏ត្រូវតែអង្គារសេនៅខាងដើមមុនគឺតួអត្តដល់កើតថ្ងៃពហុមុនក៏ត្រូវយកថ្ងៃពហុទៅសេថ្ងៃអានោះគឺវាជាការតម្លើងក៏ដូចជាកំណត់នៅជួរនៃឆ្នាំនីមួយៗចឹងឯង
នឹងសូមជម្រាបកណាហើយសង្គមថាបងប្អូនណាលោកគ្រូអ្នកគ្រូក៏បានយល់ច្រើនហើយខ្ញុំគណៈខ្ញុំក៏មិនបានមានអីវែងឆ្ងាយដែរទេណាកណាមានតែប៉ុណ្្នឹងទេហើយសូមជម្រាបបងប្អូនណាទេណាដែលចង់បានក្បួនបានតម្រាតេតងនឹងក្បួនខាងហោរាសេដ្ឋការណាតនេះកណាអាចតេតងខ្ញុំគណៈខ្ញុំបានខ្ញុំគណៈខ្ញុំនៅតែចែកម្លែកទេណាកណាហើយសម្រាប់បងប្អូនដែលជាវគឺមានយួនណាចែកម្លែកទៅតាមក្បួននឹងជូនជានិស័យដូចជាអនុស្សាវរីយ៍នឹងលើកទឹកចិត្តហើយក៏សូមអរគុណសូមអរគុណទុកជាមុនទៅលើការស្រឡាញ់រក្សាវប្បធម៌និងស្រាវជ្រាវអំពីវប្បធម៌បុរាណគេមកដាក់ដូនតាខ្មែរយើងណាកុំឲ្យបាត់បង់ទោះបីជាយ៉ាងណាក្តីក៏គប្បីនឹងនាំគ្នាគ្រប់រក្សាមិនបាក់ចាំថាទៅរៀនទៅសូត្រទេតែគប្បីនឹងមានក្បួនតម្រាទាំងកលទុកណាកុំឲ្យថាមិនចេះហើយមិនមានក្បួនទៀតដល់ពេលតែប្រទេសគេចិត្តខាងគេចេះគេមានក្បួនហើយតាំងថាគេនឹងលួចសម្បីតែគេចេះហើយក្បួនរបស់គេមានគេទៀតអញ្ចឹងយើងម្ចាស់ពុតប្រកាសមិនចេះហើយមិនមានក្បួនទៀតអាហ្នឹងគឺចេញគេមិនឈ្នះទេសកលលោកគេឃើញជាស្ដែងយើងមើលប្រពៃណីមួយចំនួនដូចជាការសាក់យ័ន្តដូចគ្នាស្គាល់លោកគេជឿគេស្គាល់ថៃច្រើនជាងខ្មែរជាម្ចាស់យ័ន្តអញ្ចឹងទៅអានឹងវាការពិតអានឹងសូមដាស់តឿនក្រំលឹកទេណាកណាហើយក៏មានអីច្រើនទេប៉ុណ្ណេះទៅចុះទេសូមគោរពជម្រាបលានិងសូមក្រាបមកសាស្ត្រថ្វាយគុំលាកណាសាធុ